miền sông mặc bao nữa miền đây kỹ kèm và cả lẹt kèm cào bị kèm lên bàn tay sạc cùng Facebook chat TikTok đây tiếp YouTube đây tiếp mới viên chú bị chuyên dân na class đang ngồi bị cái là bọc nứng tung mơ bằng hai chia sẻ cả một thêm rồi buồn mờ mất anh chỉ lý cái đạn tay đấy nghe hếtเราตอนด้วยนี่รำในการท้าปัญจักรวัฒนสถานการควายของกรมมันก็ต้อยตอน anh chỉ lý vật tía apivir anh chỉ lý rồi tôi thiết này phải chơi đặt cắm tôi chỉ sông cô nói chỉ mang cô sẽ rải xua say dừng nhomព្រះអង្គសូមជ្រកក្រមលប់ព្រះអង្គព្រះសាស្តាទុកជាទីគោរពបាទសូមគោរពទៅដល់គណៈគ្រូត្រង់សាលាលោកគ្រូអ្នកគ្រូទីតាំងសាលាចាស់របស់យើងជាអតីតកាលរបស់សពជាមួយគ្នាណាបាទចឹងហើយមានស្ពងមកប៉ាល់នៅមានអីគេកេមvà cả lẹtកេមក្រៅពីកេមលេងបណ្ដាញសង្គម Facebook chat TikTok đây tiếp YouTube đây tiếp Instagram គឺលេងជាពិសេសគឺ TikTok លេងគ្រប់ពេលទាំងអស់គឺយកមកជំនួសសៀវភៅមែនអត់ដូច្នេះគឺ100នាក់គឺកម្រនឹងមានមនុស្សម្នាក់ដែលយកទូរស័ព្ទហើយដូនសភៅយកមកអានណាបើមិនជឿឆែកមើលទូរស័ព្ទតែខ្ញុំអត់មានអីជាពីពេជ្រនេះសូមតែអរគុណក្រុមយុវជនមកចិត្តណាអានេះអញ្ចឹងដូច្នេះសភៅត្រូវបានគេជំនួសដោយទូរស័ព្ទបច្ចុប្បន្ននេះបច្ចេកវិទ្យាគឺរីកចម្រើនខ្លាំងណាស់រហូតដល់គេអាចផលិតឧបករណ៍សម្រាប់ធ្វើការប្រស័យតាក់ទងសម្រួលកិច្ចការងារការរកស៊ីការសិក្សាគឺដូចជាទូរស័ព្ទនេះគឺមានអត្ថប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃជាច្រើនមែនអត់អាចទេហៅគ្នាបានអត់អាចលេងឆាតបានអត់អាចមើលមុខគ្នាបានអត់បាទដូច្នេះគឺសម្រួលការតាក់ទងការសួរសុខទុក្ខការហៅការរកការបំរើកិច្ចការងាររហូតដល់ការរកស៊ីអាចបំរើដល់ស្ទាត់សភៅចោលមែនអត់ស្ទាត់នោះមិនមែនយកជើងទៅស្ទាត់ទេណាគឺមានន័យថាដកវាចេញអំពីអិរិយាបថទាំងអស់ដែលយើងត្រូវអានដូច្នេះបានជំនួសដោយទូរស័ព្ទគ្រប់ពេលវេលាទាំងអស់ក៏លោកយកចិត្តទុកដាក់រហូតលោកបានចេញអនុក្រឹត្យចុះនៅថ្ងៃទី14កញ្ញា2015អញ្ចឹងលេខអនុក្រឹត្យលេខ120កំណត់ថាថ្ងៃទី11ខែមីនាតើនឹងបងមិត្តអ្នកស្ម័គ្រចិត្តដែលមានវត្តមាននៅទីនេះគឺទីស្រឡាញ់នាងខ្ញុំឈ្មោះព្រាវសុខីដែរអញ្ចឹងន័យថានេះគឺជាការដឹងគុណមួយដែលសំខាន់ហើយអ្វីដែលសំខាន់មិនចាំបាច់តែយើងខ្លាយទៅជាមន្ត្រីមិនចាំបាច់តែយើងខ្លាយទៅជាអ្នកមានលុយមានឡានមានផ្ទះអីនោះទេសំខាន់គឺការមានឆន្ទៈនៅក្នុងការចង់ជួយសម្បីតែដោយសភៅថ្ងៃនេះក៏យើងអាចជួយបានដែរយើងអត់មានថវិកាសម្បីតែ100ប៉ុន្តែយើងមានឆន្ទៈនៅក្នុងការចង់ឃើញបងប្អូនមានសភៅអានចង់ឃើញបងប្អូនបឋមសិក្សាគម្រឹងនៅក្នុងស្រុកពួកនិងគម្រោងទី4នេះគឺទី3គឺការចង់ចូលរួមនៅក្នុងការលុបបំបាត់វិស័យអតីតសិស្សការបង្ហាញអំពីគំរូភាពសភៅរបស់យើងបានធ្វើដល់ស្វែងរកពួកសម្រាប់ដល់លោកគ្រូអ្នកគ្រូកូនខ្មែរស្រឡាញ់ជាតិសាសន៍ស្វាហាហើយអីទៀតដំណើរគេខ្លះមកអ្នកម្ដងទៅចូលអ្នកម្ដងទៅបង្ហាញពីភាពស្ដែងនៃកម្មវិធីក្រុមជើងខ្ញុំមុនបងខ្ញុំមកមួយបីម៉ាត់ហ៎ចាំថាតាំងនេះគុណអំណាចសភៅនេះដល់អូបីម៉ាត់ហ្នឹងយ៉ាងកម្មវិធីលើកចប់ប៉ុណ្ណាបាទសោះមួយជំហានគឺយើងកាន់តែច្បាស់